បាទសូមជម្រាបសួរប្រិយមិត្តដែលតែងតែតាមដាននៅបណ្ដាញសង្គមរបស់ខ្ញុំបាទសឿនសរតជាទីគោរពនិងជាទីរាប់អានសម្រាប់ថ្ងៃអាទិត្យទី2ខែវិច្ឆិកាឆ្នាំ2025នេះអឺកម្មវិធីរបស់ខ្ញុំបាទនឹងធ្វើការជម្រាបជូនអំពីការព្យាករណ៍ឬក៏ការគេហៅថាស្ទង់មតិនៃតម្លៃមាសប្រចាំសប្តាហ៍បន្ទាប់មានន័យថានៅចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រអាទិត្យក្រោយនេះតើការប្រែប្រួលមាសនឹងមាននិន្នាការទៅណាអញ្ចឹងមុននឹងឈានទៅដល់កម្មវិធីលម្អិតខ្ញុំបាទក៏សូមអរគុណសម្រាប់ការតាមដានការ like ការ share នៅវីដេអូដែលខ្ញុំបាទតែងតែធ្វើកន្លងមកនេះហើយបើសិនជាបងប្អូនទើបតែមើលនៅវីដេអូនេះជាលើកដំបូងទេអញ្ចឹងសូមបងប្អូនជួយ Subscribe នៅបណ្ដាញ YouTube Channel របស់ខ្ញុំបាទមួយផងឬក៏បណ្ដាញសង្គមFacebook Page ដើម្បីពេលខ្ញុំផុសនៅវីដេអូបន្តមកទៀតបងប្អូននឹងបានទទួលនៅព័ត៌មានទាន់ហេតុការណ៍ហើយការ like ការ share ឬក៏ការ subscribe រួមជាមួយនឹងការ follow របស់បងប្អូននេះគឺជាការលើកទឹកចិត្តសម្រាប់ខ្ញុំក្នុងការធ្វើមាតិកាបន្តដែលខ្ញុំតែងតែយកនៅព្រឹត្តិការណ៍ពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចឬក៏ពាក់ព័ន្ធជាមួយនឹងទីផ្សារហិរញ្ញវត្ថុរួមជាមួយនឹងព្រឹត្តិការណ៍អន្តរជាតិសំខាន់ជម្រាបជូនប្រចាំថ្ងៃដល់អស់លោកស្រីដែលជាអ្នកតាមដាននៅបណ្ដាញសង្គមរបស់ខ្ញុំបាទនេះអញ្ចឹងថ្ងៃនេះខ្ញុំលើកពីប្រធានបទមួយគឺយើងយកអំពីការព្យាករណ៍មាសរបស់ស្ថាប័នអន្តរជាតិដែលមានឈ្មោះថា The Kiko គាត់គឺជាស្ថាប័នមួយដែលមានជំនាញនៅក្នុងការធ្វើរបាយការណ៍ក្នុងជំនាញការធ្វើមាតិកាពាក់ព័ន្ធជាមួយនឹងតម្លៃប្រែប្រួលនៃការរបស់វត្ថុមានតម្លៃដូចជាមាសប្រាក់ណាផ្លាទីនអីជាដើមអញ្ចឹងគាត់តាក់ទងជាមួយនឹងទីផ្សារមាសដែលគេ specialist គាត់សំខាន់នោះហើយកន្លងមកនេះគាត់ជាទូទៅគាត់ធ្វើការព្យាករណ៍ប្រចាំសប្តាហ៍ជូនណាហើយខ្ញុំនឹងព្យាយាមលើកយកដល់ការស្ទង់មតិដែលគាត់បានរៀបចំបោះពុម្ពផ្សាយនៅជាសាធារណៈនោះជូនដល់ប្រិយមិត្តដែលមិនទាន់បានទស្សនាមិនទាន់បានអាននៅឯកសាររបស់គាត់នោះខ្ញុំលើកយកជាវីដេអូនេះកើតឡើងនេះអញ្ចឹងមុននឹងឈានទៅដល់ការព្យាករណ៍ខ្ញុំបាទក៏សូមលើកយកអំពីប្រវត្តិនៃការប្រែប្រួលមាសបន្តិចកន្លងមកបងប្អូនដឹងហើយថាមាសមានការប្រែប្រួលយ៉ាងម៉េចមានន័យថាគាត់ឡើងទៅដល់តម្លៃ$4,380ក្នុង1អោនដែលបើយើងគិតជាតលឹង1តម្លឹងគឺដល់ទៅ$5,300ក្នុង1តម្លឹងណាតម្លៃទីផ្សារអន្តរជាតិណាហើយក៏តមកទៀតមកនេះគាត់បានធ្លាក់ចុះរហូតមកដល់តម្លៃ$3,900ណា$3,900ក្នុង1អោនកាលពីថ្ងៃប្រហោះសប្តាហ៍មុនរួមបញ្ជាប់មកទៀតគាត់បិទផ្សារនៅតម្លៃ$4,000ក្នុង1អោនណាដែលតម្លៃ$4,000បើយើងគិតជាតម្លឹងគឺវា$4,800ក្នុង1តម្លឹងនេះគឺជាប្រវត្តិមាសបាទហើយខ្ញុំមានវីដេអូកន្លងមកជាច្រើនហើយតែបាននិយាយពីការវិវត្តនៃតម្លៃមាសនេះអញ្ចឹងថ្ងៃនេះខ្ញុំលើកយកអំពីការព្យាករណ៍របស់អ្នកជំនាញមាសដែលធ្វើឡើងដោយស្ថាប័ន The Kiko នេះហើយសូមបញ្ជាក់ផងដែរថាស្ថាប័ន The Kiko គាត់ធ្វើការ survey នេះមាន2ផ្នែកទី1គាត់ធ្វើការស្ទង់មតិទៅលើអ្នកជំនាញគេហៅថាអ្នកជំនាញទៅក្នុងវិស័យមាសនឹងតែម្ដងបាទដែលជាថ្នាក់គ្រប់គ្រងឬក៏ថ្នាក់អ្នកជំនាញគេហៅថាយុទ្ធសាស្ត្រទៅលើទីផ្សារ commodity នៅដែលតំបន់មួយដែលហៅឈ្មោះថាតំបន់ The Wall Street នៅក្នុងសហរដ្ឋអាមេរិកតែជាអ្នកជំនាញ specialist ខាងមាសនិងហិរញ្ញវត្ថុហើយមួយក្រុមទៀតគឺគាត់ធ្វើការព្យាករណ៍ដោយធ្វើការបោះឆ្នោតណាជាការព្យាករណ៍តាមអនឡាញមានន័យថាអ្នក trader ឬក៏អ្នក investor អ្នករករាយអីហ្នឹងគាត់អាចធ្វើការព្យាករណ៍នៅក្នុងការស្ទង់មតិរបស់
គាត់នឹងបានជារៀងរាល់សប្តាហ៍គាត់នឹងធ្វើការមើលប្រចាំណាការព្យាករណ៍នេះជាលទ្ធផលដែលនៃការព្យាករណ៍នេះគឺបញ្ជាក់ឲ្យឃើញហើយថានៅក្នុងការព្យាករណ៍ដែលមានអ្នកចូលរួមអ្នកជំនាញនៅក្នុងវិស័យមាសមាន14នាក់ហើយអ្នកដែលធ្វើការព្យាករណ៍នៅតាមអនឡាញនោះមានចំនួន282នាក់សម្រាប់អ្នកជំនាញមាសក្នុងចំណោម414នាក់នោះមានន័យថាសប្តាហ៍នេះគាត់គេហៅថាកំពុងតែ50ខ្ញុំបានព្យាករណ៍កន្លងមកខ្ញុំបានលើកជូនហើយថាអ្វីដែលគាត់ព្យាករណ៍កន្លងមកនេះកាលពីសប្តាហ៍មុនហ្នឹងណាសប្តាហ៍2សប្តាហ៍មុនហ្នឹងក្នុងចំណោមអ្នកព្យាករណ៍ទាំងអ្នកជំនាញទាំងអស់គឺចូលទៅ80%ថាមានឡើងក្នុងកំឡុងពេលមានតែនៅក្នុង4000ជាងហ្នឹងណាបាទ4100 4200 ដុល្លារក្នុងមួយអោនកំពុងតែឡើងហ្នឹងក៏គាត់មើលទៅឃើញមានឡើងក៏ប៉ុន្តែធ្លាក់មកត្រឹម4000 ដុល្លារក្នុងមួយអោនពឹបគាត់រៀបរែកបាទគាត់រៀបរែកមានន័យថាអត់ធ្លាក់ការអ្នកដែលថាឡើងនោះគឺធ្លាក់កម្រិតហើយបាទឥឡូវយើងមកនៅសប្តាហ៍នេះសប្តាហ៍ទី3នេះណាដែលបើយើងនិយាយសាមញ្ញថាការព្យាករណ៍នៅដើមសប្តាហ៍ទី1ឆ្នាំខែវិច្ឆិកាយើងនេះមានន័យថាក្នុងចំណោមទាំង14នាក់នោះមាន3នាក់ថាមាសឡើង3នាក់ទៀតថាមាសចុះហើយ8នាក់គាត់ថាមាសហ្នឹងនៅកម្រិតបច្ចុប្បន្ននេះមិនទាន់ប្រែប្រួលទៅណាខ្លាំងទេបាទអញ្ចឹង3នាក់ហ្នឹងវាស្មើនឹង21%ណា23នាក់ដែលគាត់ព្យាករណ៍ហ្នឹងថាស្មើនឹង21%ហើយ3អ្នកចុះហ្នឹង21%ទៅគាត់ថាចុះហើយអ្នកដែលថាមាសនៅរក្សានៅតម្លៃដដែលនេះកម្រិតបច្ចុប្បន្ននេះ4000 ដុល្លារក្នុងមួយអោនហ្នឹងគឺមានដល់ទៅ57%នេះគឺជាលទ្ធផលដែលធ្វើការព្យាករណ៍ទៅលើអ្នកជំនាញមាសនិងហិរញ្ញវត្ថុនៅ The Wall Street បាទដល់ឡែកសម្រាប់ធ្វើការព្យាករណ៍តាមរយៈការស្ទង់មតិទៅលើការអនឡាញនៅក្នុងការស្ទង់មតិនេះមានអ្នកចូលរួមដល់ទៅ282នាក់ហើយជាលទ្ធផលនៃអ្នកចូលរួមនោះពួកគាត់នៅតែមានសុទិដ្ឋិនិយមថាមាសនៅតែបន្តឡើងបាទដោយសារតែក្នុងចំណោមអ្នកចូលរួម282នាក់មាន64%ដែលស្មើនឹង180នាក់គឺគាត់ថាមាសនៅតែមានសុទិដ្ឋិបន្តឡើងទៅមុខទៀតបាទដោយឡែក18%ណាស្មើនឹង51នាក់គាត់ថាមាសនៅចុះហើយ18%ទៀតគាត់ថាមាសនឹងនៅបន្តនៅតម្លៃបច្ចុប្បន្នបាទតម្លៃបច្ចុប្បន្ននេះគឺជាអ្វីដែលធ្វើការស្ទង់មតិសម្រាប់សប្តាហ៍ទី1ឆ្នាំ2000ខែកញ្ញាវិច្ឆិកាឆ្នាំ2025នេះនិន្នាការមាសជារួមអ្នកជំនាញគាត់50ហើយបាទហើយភាគច្រើនថាមាសនៅក្នុងកម្រិត level បច្ចុប្បន្ននេះតម្លៃប្រែប្រួលនឹងចន្លោះ4000 3008 8009ណាទៅ4000 4100អីហ្នឹងប៉ុន្តែអ្នកដែលវិនិយោគទូទៅគាត់ថាមាសនៅតែបន្តឡើងបាទនេះគឺជាការព្យាករណ៍ណាអញ្ចឹងសម្រាប់បងប្អូនដែលធ្វើជាការទិញលក់មាសសម្រាប់ទិញសម្រាប់ការរយៈពេលវែងគឺអ្នកជំនាញក៏បានបញ្ជាក់ដែរថាការវិនិយោគរយៈពេលវែងមាសនៅតែបន្តល្អនៅតែបន្តឡើងក៏ប៉ុន្តែស្ថានភាពបច្ចុប្បន្ននេះមិនទាន់ឲ្យមានភាពសញ្ញាមួយថានឹងទៅមុខឲ្យច្បាស់លាស់នោះទេបាទពីព្រោះយើងត្រូវដឹងថានៅក្នុងស្ថានភាពបច្ចុប្បន្ននេះយើងមានបញ្ហាមួយគឺ
ស្ថានភាពអាមេរិកគឺនៅតែបន្តបិទរដ្ឋាភិបាលបាទមិនទាន់បានបោះឆ្នោតថាទៅបើកជាផ្លូវការទេហើយនៅកំពុងតែមានការចរចារៀងតឹងទៅសៃកដែររវាងថ្នាក់ដឹកនាំណាថ្នាក់ដឹកនាំនៅសតវិមានជាមួយនឹងសមាជិកសភាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកដូច្នេះហើយមិនទាន់បានសញ្ញាមួយតកតងជាមួយនឹងបញ្ហាមាសនេះបញ្ហាការបិទនៅរដ្ឋបាលរបស់សហរដ្ឋអាមេរិកនេះហើយបន្តដែលរឿងសំខាន់នៅក្នុងនេះសូមមានការប្រុងប្រយ័ត្នសម្ព្រោះនៅក្នុងប្រចាំសប្តាហ៍តែងតែមានព្រឹត្តិការណ៍សំខាន់ដែលកើតមានឡើងណាដែលកើតមានឡើងជាអាចដូចជាថ្ងៃច័ន្ទស្អែកគឺយើងមាននៅសហរដ្ឋអាមេរិកមានព័ត៌មានធំមួយតកតងជាមួយនឹងគេហៅថា Service PMI ណាអញ្ចឹងគឺជាសន្ទុះតម្លៃទំនិញណានៅក្នុងសហរដ្ឋអាមេរិកនឹងមានការចេញផ្នែកសេវាកម្មណាមានសេវាកម្មសហរដ្ឋអាមេរិកនឹងមានការចេញនៃ Service PMI ហើយនឹង Manufacturing PMI ណាការផលិតតម្លៃផលិតហ្នឹងអាហ្នឹងជាសច្ចនៈជាកអំពីអតិផរណារបស់សហរដ្ឋអាមេរិកព្រោះដឹងយើងដឹងហើយថាអតិផរណានៅសហរដ្ឋអាមេរិកគឺកលឹះមួយសំខាន់ណាសម្រាប់ពួកអ្នកធ្វើការវិនិយោគគាត់ត្រូវដឹងថាបើសិនជាកន្លងមកចេញCPI មានន័យថា Consumer Price Index ហ្នឹងមានថាជាអតិផរណាមួយនៃតម្លៃទំនិញណាឃើញតម្លៃទំនិញនៅ3%ក្នុងកម្រិតនឹងការប្រែប្រួលគឺជាការសម្រាប់គោលនយោបាយថាសហរដ្ឋអាមេរិកការឡើងទៅនឹង 3% គឺជាគោលនយោបាយមួយដែលឡើងថ្លៃសម្រាប់តម្លៃនៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិកហើយបាទដូច្នេះព្រោះគោលនយោបាយគេកំណត់ 2% ឬក៏ក្រោម 2% ដល់ឡើង3គឺថ្លៃសម្រាប់គោលនយោបាយសហរដ្ឋអាមេរិកណាគោលនយោបាយរបស់រដ្ឋាភិបាលក៏ដូចជារបស់ធនាគារជាតិគេហ្នឹងគឺកំណត់ប៉ុណ្ណឹងសម្រាប់មួយទៀតគឺនៅអង់គ្លេសគឺមានការសម្រេចចិត្តណាអត្រាការប្រាក់របស់ធនាគារអង់គ្លេសដែរក៏មានការប៉ះពាល់ទៅនឹងការប្រែប្រួលមាសដែរដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នសម្រាប់ការធ្វើការទិញលក់ហើយសិក្សាឲ្យបានច្បាស់ជាមួយនឹងទីផ្សារដើម្បីធ្វើការសម្រេចចិត្តក្នុងការទិញឬក៏ការលក់នៅក្នុងតម្លៃមាសបាទអរគុណកម្មវិធីយើងក៏ដោយឈានបន្តិចដល់ជិតបញ្ចប់ហើយក៏សូមអរគុណសម្រាប់ការទស្សនានៅវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតមកដល់ចប់ហើយបើសិនជាបងប្អូនមិនទាន់បាន Subscribe នៅ Channel YouTube របស់ខ្ញុំទេសូមជួយ Subscribe នៅ Channel YouTube នេះមួយផងហើយបើសិនបងប្អូនមើលទស្សនានៅបណ្ដាញសង្គម Facebook ក៏សូមជួយ Follow Page មួយផងបាទហើយអរគុណសម្រាប់ការចែករំលែកណាការ Like ការ Share នៅមាតិកាដែលខ្ញុំតែងតែធ្វើប្រចាំថ្ងៃជូនដល់ប្រិយមិត្តហើយខ្ញុំបាទក៏សូមជូនពរសម្រាប់ចុងសប្តាហ៍ណាថ្ងៃនេះថ្ងៃអាទិត្យអញ្ចឹងបងប្អូនធ្វើការដំណើរទស្សនៈកំសាន្តទៅតាមរមណីយដ្ឋានផ្សេងក៏សូមជួបតែសុវត្ថិភាពតាមផ្លូវណាហើយសុខភាពល្អកុំឲ្យមានប៉ះពាល់គ្រោះថ្នាក់ឬក៏ការឧបទ្ទវហេតុដោយយថាហេតុណាមួយសូមជិះឲ្យវាងឲ្យឆ្ងាយសូមឲ្យសុខដល់គោលដៅទាំងទៅទាំងមកខ្ញុំបាទសៀនសរតក៏សូមអរគុណសូមជម្រាបលាបាទ